Chứ sẽ có đặc biệt cái này tìm lượng dầu sinh nhai nâng cao cấp trong các chlong mê rô này tại battery có đăng nhập hai cái này tầm khăn nè chẳng ca chữ này vì miền Namประเภทที่មួយអាចនឹង battery ទីពីរអាចទៅទីបីអាចនឹង allergy ទី4អាចនឹងការប៉ះទង្គិចណានៅផ្នែកហ្នឹងនឹងធ្វើឲ្យជូរភ្នែកដែរអញ្ចឹងថ្ងៃនេះខ្ញុំលើកយកសញ្ញានៃជូរភ្នែកដោយ battery ទីមួយគឺភ្នែកក្រហមណាគឺភ្នែកក្រហមហ្នឹងគឺភ្នែកអាចនឹងភ្នែកពណ៌ដែលសនៅក្នុងតែប្រសិទ្ធភ្នែកនៅជំនាញផ្សេងខ្មៅហ្នឹងវាពណ៌សហ្នឹងសងខាងជំនាញហ្នឹងគឺពណ៌ឡើងក្រហមហើយឬក៏ដែលឃើញខ្សែនេះសរសៃឈាមនៅភ្នែកហ្នឹងដែរលោតឡើងណាទីពីរគឺការហូរទឹករំអិលដែលពណ៌លឿងឬពណ៌បៃតងហើយនៅគេហៅរឿយៗគេហៅថាអាចភ្នែកឬក៏មានខ្ទុះហ្នឹងដូចខ្ទុះហ្នឹងពីទូទៅមានណាអ្នកជឿភ្នែកទី3គឺប្រកបតបភ្នែកក៏ស្អិតណាព្រោះតែពីច្រើនអ្នកជឿភ្នែកហ្នឹងការឃើញបិទភ្នែកពីយើងគេងហ្នឹងយើងក្រាប់ពីគេងមកវាជាប់ទឹករំអិលដែលនេះហ្នឹងឬក៏អាចភ្នែកដែលអាចភ្នែកហ្នឹងយើងអាហ្នឹងគេឃើញជារឿយៗហើយពេលណាយើងเข้าពីគេងមកទី4ការតបភ្នែកលើរោមភ្នែកហ្នឹងវាជាប់ហ្នឹងការបកការជាប់រោមភ្នែកនិយាយទៅអញ្ចឹងការជាប់រោមភ្នែកវាចិត្តដោយសារទឹករំអិលដែលយើងបិទភ្នែកទៅវាអញហៀមកជាប្រចាំអញ្ចឹងទៅវាទៅវាស្អិតនៅជាប់នឹងរោមភ្នែកអញ្ចឹងធ្វើឲ្យយើងឈឺណាវាយើងអាចនឹងឈឺបង្កើតបានជាការបកភ្នែកយើងបិទបើកភ្នែកមិនរួចអាហ្នឹងហើយមួយទៀតគឺតបភ្នែករបស់យើងហ្នឹងហើមណាទី5ហ្នឹងគឺតបភ្នែកហើមពេលណាយើងកាត់ឈឺនៅជុំវិញភ្នែកហើយយើងអាចនឹងឲ្យមានហើមតបភ្នែកដែរហើយទី6គឺហូរទឹកភ្នែករហូតពេលណាយើងកម្មឬក៏ឈឺកាហាយហ្នឹងវាធ្វើឲ្យយើងហូរទឹកភ្នែករហូតណាវាទឹកភ្នែកបញ្ចេញទឹកភ្នែករហូតណាទី7គឺមានអារម្មណ៍មួយកាហាយមានអារម្មណ៍មួយកាហាយដោយសារយើងមានការលាបឬក៏កាហាយអង្កសងនៅហ្នឹងធ្វើឲ្យ inflammatory នៅហ្នឹងទៅយើងធ្វើអាចឲ្យវាកាហាយនៅភ្នែករបស់យើងអញ្ចឹងយើងកាហាយជាប្រចាំប្រវត្តិដែលយើងខំភ្នែកហ្នឹងយើងកាមានសញ្ញាមួយកាហាយដែរមានអារម្មណ៍មួយកាហាយទី8គឺមើលអត់ច្បាស់ពេលណាដែលយើងមានទឹករងាយហូរច្រើនឬក៏មានភ្នែកហៅអាចភ្នែកអីហ្នឹងច្រើនទៅយើងមើលអត់ច្បាស់ដល់យើងស្អាតចេញហើយដើម្បីជៀសវាងការចម្លងមេរោគទៅមនុស្សម្នាក់ទៀតឬក៏ពីភ្នែកមួយឈាមទៅមួយឈាមហ្នឹងយើងត្រូវទី1យើងទៅសម្អាតយើងអាប់ថ្នមណាយើងត្រូវសម្អាតថ្នមនៅភ្នែករបស់យើងហ្នឹងដោយទឹករំអិលឬក៏ទឹកស្អាតណាឬក៏យើងស្រោមប្រៃហ្នឹងយើងណាយើងត្រូវសម្អាតចេញហើយទី2យើងត្រូវអនាម័យយើងដៃរាល់ដែរសម្អាតហ្នឹងយើងត្រូវលាងដៃឬក៏លាងដៃហើយយើងលាងហើយក៏យើងត្រូវលាងដៃឲ្យបានស្អាតដែរកុំឲ្យជៀសវាងទៅប៉ះភ្នែករបស់យើងមកខាងទៀតបើយើងឈឺតែមួយឈាមហើយបើនេះអាចទៅកាន់របស់ដល់អីទៅជាមួយបើយើងបានលាងដៃអាចឆ្លងទៅអ្នកដទៃណាទី3កុំញីភ្នែកណាពេលណាយើងកុំញីភ្នែកអីព្រោះការញីហ្នឹងធ្វើឲ្យផលិតការលាបភ្នែកថែមទៀតហើយខ្លាំងទៅណាធ្វើឲ្យយើងភាពមានភាពធ្ងន់ធ្ងរករណីខ្លះអាចនឹងធ្ងន់ធ្ងរអាចនឹងខ្លាចខ្វាក់ដល់អីយ៉ាងណាណាហើយទី4គឺកុំចាញ់លេខរបស់ប្រើប្រាស់របស់ដែលយើងប្រើប្រាស់ដូចកសែងដូចអីឬក៏របស់ដែលយើងយូរទឹកភ្នែកទៅអីហ្នឹងទៅឲ្យអ្នកដទៃប្រើប្រាស់អញ្ចឹងវាអាចនឹងឆ្លងទៅអ្នកជំងឺឬក៏អ្នកដទៃបានណាយើងត្រូវកុំឲ្យយើងប្រើតែរបស់ណាដែរយើងប្រើហើយយើងត្រូវទុកសម្អាតយើងត្រូវគក់ទៅអីហ្នឹងតែរបស់យើងឯងទៅដាច់ដល់ឡែកណាទី5គឺការយើងត្រូវដាក់ថ្នាំណាយើងដាក់ថ្នាំអង់ទីទិកបតថ្នាំនៅភ្នែកហ្នឹងប៉ុន្តែលុះត្រាតែមានចែកជាដែរទៅជួបគ្រូពេទ្យទៅគ្រូពេទ្យឲ្យវិជ្ជាជីវមកឬក៏ឲ្យថ្នាំមកដើម្បីបតណាហើយយើងត្រូវបតទៅថ្នាំអង់ទីទិកហ្នឹងបើដោយសារបាក់តេរីយើងត្រូវសម្លាប់ពួកមេរោគដោយអង់ទីទិកដើម្បីឲ្យភ្នែកនឹងជាណាហើយបើមានករណីទី6ហ្នឹងយើងបើភ្នែកយើងមានសភាពធ្ងន់ធ្ងរខ្លាំងទៅមាននេះហើយយើងទៅប្រញាប់ទៅជួបនឹងវិជ្ជាបណ្ឌិតជាបន្ទាន់ដើម្បីឲ្យគាត់ធ្វើវិច័យនិងព្យាបាលបានត្រឹមត្រូវសូមអរគុណ